បាទតើតើតើជាមួយនឹងការដាក់logo ក៏ដូចជាកែឈ្មោះ company profile នេះគឺយើង login ចូលទៅកែនៅក្នុង system admin បាទពេលដែល log ចូលមកដល់ហើយនេះគឺយើងចូលទៅកន្លែងការកំណត់តមកយើងចុចនៅលើ menu មួយឈ្មោះថាតម្រង់ក្រុមហ៊ុននៅលើតម្រង់ក្រុមហ៊ុនហ្នឹងគឺយើងអាចនេះកន្លែងឆ្នោតដែលខ្ញុំបង្ហាញមិញហ្នឹងគឺវាចេញឈ្មោះក្រុមហ៊ុនដាក់ឆ្នោតហ្នឹងនេះគឺជាភាសាអង់គ្លេសនេះក៏កូដជាភាសាខ្មែរកូដជាភាសាអង់គ្លេសបាទថ្ងៃបង្កើតបាទដូចខ្ញុំបង្កើតហើយហ្នឹងគឺយើងអាចកំណត់បាទទីតាំងបាទឬក៏ដាក់លេខទូរស័ព្ទរបស់យើងមកហើយនឹងអ៊ីមែលរបស់ក្រុមហ៊ុនរបស់មានគេហទំព័រយើងអាចដាក់គេហទំព័រហើយបញ្ជាក់បន្តិចតទៅមួយផ្កាយដែលដាក់ហ្នឹងគាត់តែជាតម្រូវឲ្យដាក់បាទណាត្រូវតែបញ្ចូលបទបញ្ចូលគឺយើងរក្សាទុកអត់បានទេតើតងជាមួយនឹង logo យើងកន្លែងនេះយើងជឿរើសរូបភាពហ្នឹងយើងអាប់ឡូតវាចូលឥឡូវតែគាត់ថាខ្ញុំយក logo មួយទៀតចាស់ខ្ញុំយក logo ជា PNG នេះបាទតោះមកខ្ញុំរក្សាទុកខ្ញុំចាក់ចេញវិញអញ្ចឹងខ្ញុំនឹងឃើញ logo លើនេះតែម្ដងអញ្ចឹងពេលខ្លះ logo វាអត់ត្រូវអាស្រ័យទៅលើការ design ទំហំធំតូចផងដែរអញ្ចឹងខ្ញុំអាច upload ម្ដងទៀតបានដោយចូលទៅកាន់ការកំណត់តម្រង់ក្រុមហ៊ុនខ្ញុំ upload logo ដំបូងគេដូចជាដាក់ទៅរៀងត្រូវរក្សាទុកយើងគ្រាន់តែធ្វើប៉ុណ្ណឹងយើងបាន logo មកហើយបើសិនមកចង់កែកន្លែងឆ្នោតនេះដាក់ជាឈ្មោះអីផ្សេងមួយទៀតយើងអាចចូលទៅកែកន្លែង company profile ឬក៏តម្រង់ក្រុមហ៊ុនមិញណាបាទតើតើជាមួយនឹងការប្រូរូបភាពគឺមានតែប៉ុណ្ណឹងអរគុណណា